បាទអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទតើតើទៅនឹងខ្សែជំនួយនេះអ្នកខ្លះក៏ថាដៃគាត់មានខ្សែជំនួយច្រើនដូចជាដៃនេះហ្នឹងខ្សែជំនួយគាត់ច្រើនអានេះក៏ខ្សែជំនួយរបស់គាត់ឬក៏ sister line ហ្នឹងហើយនៅក្នុងដៃគាត់ទូចល្អិតទៀតបាទក៏គាត់មានខ្សែជំនួយដែរអញ្ចឹងដល់ពេលខ្សែជំនួយច្រើនអញ្ចឹងយើងសម្គាល់ថាជាអ្នកណាខ្លះបាទចឹងនៅក្នុងភពសុកនេះជាទូទៅគឺមានរឿងច្រើនជាពិសេសគឺតកតងទៅនឹងគ្រួសារតកតងទៅនឹងសេចក្តីស្រឡាញ់រឿងរ៉ាវផ្សេងៗនៃតកតងទៅនឹងសេចក្តីស្រឡាញ់ហ្នឹងបាទចឹងភាគច្រើនអ្នកដែលមានខ្សែជំនួយនៅឆ្ងាយពីដៃអញ្ចឹងបាទនៅចម្ងាយខ្ទង់ប្រហាក់ប្រហែលហ្នឹង1សង់ទីម៉ែត្រហ្នឹងបាទអ្នកជំនួយខ្សែក្រហមនេះបាទគឺភាគច្រើនគឺកើតចេញពីឪពុកម្ដាយបាទការជួយជំជ្រែងពីឪពុកម្ដាយបាទឬក៏ពីសាច់ញាតិអញ្ចឹងទៅបាទជាពិសេសគឺវាមិនដុសជាប់នឹងខ្សែជីវិតទេបាទវាដុសអញ្ចឹងដុសស្របឲ្យខ្សែជីវិតហើយដុសរៀងឆ្ងាយបាទប៉ុន្តែបើខ្សែជំនួយដែលដុសគៀកនឹងខ្សែជីវិតបែបនេះបាទចុះដុសគៀកមែនទែនដូចជាខ្សែទូចនេះអញ្ចឹងបាទភាគច្រើនគឺជាគូបាទគឺជាដៃគូរបស់យើងនឹងបាទជាប្រពន្ធជាប្តីអីហ្នឹងបាទអញ្ចឹងគឺកម្រិតនៃខ្សែជំនួយនោះក៏យើងអាចសម្គាល់បានដែរថាជានរណាបាទអាចជាឪពុកម្ដាយនៅកន្លែងនេះហើយនៅកន្លែងនេះជាគូរបស់យើង